នៅគេហៅថាភាពស្ងប់សុខយើងចេះរកស្វែងរកគឺក្តីសុខដោយខ្លួនឯងមនុស្សដែលមិនអាចសុខដោយខ្លួនឯងគឺមនុស្សដែលយកលោកខាងក្រៅជាទីតាំងមានន័យថាម៉េចនៅពេលដែលទៅលឺអ្នកដតីសរសើរថាអូអ្នកឯងល្អឬលឺអ្នកណាម្នាក់ដែលគេសរសើរគេមកប្រាប់យើងសប្បាយចិត្តតែនៅពេលដែលយើងលឺអ្នកដតីគេនិយាយដើមយើងអត់សប្បាយចិត្តលោកខាងក្រៅគេកំពុងតែយ៉ាងម៉េចយើងព្យាយាមធ្វើខ្លួនទៅតាមនឹងចាលោកខាងក្រៅគេឲ្យតម្លៃលើអីយើងត្រូវការមានសម្ភារៈនិយមដើម្បី show off អ្នកណាម្នាក់ដើម្បីឲ្យមានអារម្មណ៍ថាខ្លួនឯងខ្លួនធំឬមានភាពជឿជាក់តែនៅពេលដែលមនុស្សចាប់ផ្ដើមមកសិក្សាពីលោកខាងក្នុងពុកយើងចាប់ផ្ដើមដឹងថាសេចក្តីសុខដ៏ពិតប្រាកដចុងក្រោយមិនមែនស្ថិតនៅលើការដែលអ្នកដតីមកឲ្យតម្លៃតើតើអ្នកដតីមកសរសើរព្រោះចង់បញ្ចប់បំផុតគឺគេសរសើរបានតែមួយផ្លេតមនុស្សយើងអូយពីមុនសរសើរនៅសុកស្អប់ក៏មានដែរត្រូវអត់ដូចខ្ញុំក្តីអ្នកខ្លះស្អប់មកស្រឡាញ់ចាជាពិសេសបងប្អូនដែលគាត់កូនសិស្សជាពិសេសកូនសិស្សដែលស្រឡាញ់ខ្លាំងឥឡូវនេះគឺចាប់ផ្ដើមពីការស្អប់មិនចូលចិត្តអ្នកខ្លះស្រឡាញ់ស្ទើរលេបស្អប់យើងក៏មានដែលយើងមិនដឹងថាខ្លួនយើងធ្វើអីឲ្យគេពេញចិត្តដោយកាយវិការណាមួយដោយពាក្យសម្ដីណាមួយយើងសួរថាបើយើងខ្លាចអញ្ចឹងជាមួយគេតើជីវិតយើងនឹងទៅជាយ៉ាងណាយើងបាត់អ្វីដែលជាខ្លួនឯងនៅសុកគេថាធ្វើអញ្ចេះយើងរត់ទៅធ្វើអញ្ចេះតាមគេថាអូធ្វើអញ្ចេះបានល្អយើងរត់ទៅទាំងមកខ្លួនយើងមិនមែនខ្ញុំមានអារម្មណ៍ថាខ្ញុំទៅហើយខ្ញុំអត់សុបាយចិត្តណារាល់ថ្ងៃនេះខ្ញុំអត់ទៅទេធ្វើអីក៏ដោយបានប្រហែលក៏ខ្ញុំអត់ទៅដែរបានលុយប្រហែលក៏ខ្ញុំអត់ទៅដែរឲ្យតែភាពសុបាយចិត្តក្នុងខ្លួនខ្ញុំអត់មានពួកខ្ញុំដឹងថាវាអត់មានអ្វីយូរអង្វែងហើយតែអ្នកណាដែលនិយាយហើយយកអត់សុបាយចិត្តនឹងនិយាយជាមួយខ្ញុំអត់និយាយតទៀតទេចាអ្នកណាដែលទទួល friend មកហើយแบบមើលទៅគីមីមិនសូវចូលគ្នាខ្ញុំក៏មិន unfriend ទេសុខចិត្ត unfollow គ្នាទៅពេលខ្លះយើងแบบគីមីមិនចូលគ្នាអីចឹងទៅមិនថាស្អប់គេទេអត់ស្អប់ទេឥឡូវអត់ដែរស្អប់អ្នកណាទេធម្មតាទាំងអស់ចាឬแบบគេផុសអីแบบយើងអត់ចូលចិត្ត unfollow គ្នាទៅបាច់ឃើញទេសួរឲ្យស្អប់អត់ស្អប់ពួកយើងអាចឲ្យជីវិតគេមកមានអតិពលឬទង្វើរបស់គេមកមានអតិពលធ្វើយើងសៅហ្មងក្នុងចិត្តបានទេចាអញ្ចឹងខ្ញុំសោកចិត្តនឹងរើសនឹងដើរចេញបើយើងនឹងក្រៅយើងខាយើងរើសនឹងដើរចេញតែបើយើងនឹងបណ្ដាញសង្គមជាមិត្តភក្តិជុំគ្នាយើងរើសនឹងមិនឃើញគ្នាដើម្បីសោកទាំងអស់គ្នាតែបញ្ជាក់ជូនអ្នកដែល unfollow អ្នកដែល unfriend នេះមិនមែនស្អប់គេទេគ្រាន់តែមិនចង់អាចจะមានអ្វីមួយដែលធ្វើឲ្យយើងមិនអាចឃើញគ្នាបានល្អជាងអញ្ចឹងយើងរើសតែមិនឃើញទៅគេមិនមែនអត់ល្អទេគេបែបជាគេល្អបែបគេតែយើងแบบយើងមានអារម្មណ៍ថាយើងពិបាកទទួលយកឬក៏យើងแบบមិនចង់ឃើញចាអញ្ចឹងយើងក៏បែកផ្លូវគ្នាតែប៉ុណ្ណឹងក៏មានទោសៈមោហៈអីជុំគ្នាកុំស្អប់គ្នាអីព្រោះកាលណាយើងទៅស្អប់គេពឹបចិត្តកាយបេះដូងរបស់យើងផ្ដួចផ្ដាត់ទៅមិនពេញចិត្តឃើញអីក៏មិនពេញចិត្តឃើញអីក៏មិនសប្បាយចិត្តពុបវាធ្វើឲ្យយើងនេះជាអ្នកដែលកើតទុកនៅខ្លួនឯងវាធ្វើឲ្យយើងជាអ្នកសៅហ្មងដោយខ្លួនឯងវាធ្វើឲ្យយើងជាអ្នកបួម៉ងដោយខ្លួនឯងសួរយើងបានប្រយោជន៍អីអត់stress ចា stress ខឹងឡើងឈាមនេះសុខភាពល្អវិញកាលតាមដានជីវិតគេដឹងវាលំមិននោះនេះណាសួរសិទ្ធិជាប្រយោជន៍អត់ខាតពេលរកស៊ីដើម្បីចិញ្ចឹមជីវិតដើម្បីបំពេញនៅបំណងប្រាថ្នារបស់ខ្លួនដើម្បីបំពេញនៅបំណងប្រាថ្នារបស់សាច់ញាតិជាពិសេសឪពុកម្ដាយបងប្អូនកូនចៅយើងចំណេញអត់ចំណេញស្អប់ទៅស្អប់មកបងប្អូនត្រូវចាំមក vibration ណាតែយើងមានអារម្មណ៍ស្អប់គេក៏ស្អប់យើងដែរអញ្ចឹងបានថាខ្ញុំនៅពេលដែលខ្ញុំមានអារម្មណ៍មួយថាចង់ស្អប់អ្នកណាម្នាក់ខ្ញុំតែងតែគិតថាកុំស្អប់គេអីកុំឲ្យមានការស្អប់ឡងត្រឡប់មកវិញអញ្ចឹង I love you ណាចប់នឹកឃើញទៀត love you រហូតដល់ចិត្តយើងអាចមានអារម្មណ៍ថាធម្មតាបានឬក៏មានអារម្មណ៍ថាស្រឡាញ់បែបធម្មតាបានកុំប្រើពាក្យស្អប់កុំប្រើចិត្តស្អប់បានទើបខ្ញុំឈប់និយាយពាក្យស្រឡាញ់ពួកខ្ញុំមិនត្រូវការសាងសត្រូវទេខ្ញុំត្រូវការសាងសត្រូវខ្ញុំត្រូវការសាងអ្នកស្អប់ទេឃើញតែខ្ញុំនៅតែឯងតែមែនតែខ្ញុំអត់សាងសត្រូវទេខ្ញុំអត់ចង់ឲ្យអ្នកណាស្អប់ខ្ញុំទេ